Hello everyone ចាសសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីការសន្ទនាជាភាសាអង់គ្លេសមួយសម្រាប់ការសម្ភាសន៍ការងារ So welcome to English conversation for a job interview អញ្ចឹងខ្ញុំនឹងមានតំណាងជា A ហើយនឹង B A គឺខ្ញុំតំណាងឲ្យជាអ្នក interviewer គឺសម្រាប់សំដៅទៅលើអ្នកសម្ភាសន៍ការងារហើយ B អាចថាជាអ្នកដែលទៅសម្ភាសន៍ការងារ Okay, hello. Why are you here? សួស្តី ហេតុអ្វីបានជាអ្នកមកទីនេះ Hello, I am here for a job interview. សួស្តីខ្ញុំមកទីនេះដើម្បីធ្វើការសម្ភាសន៍ការងារ What is your name? តើអ្នកឈ្មោះអ្វីដែរ My name is Lina. ឈ្មោះរបស់ខ្ញុំគឺ Lina អញ្ចឹងកន្លែងនេះបើសិនជាឈ្មោះបងប្អូនឈ្មោះអីយើងដាក់ឈ្មោះនឹងអញ្ចឹងណាអញ្ចឹង My name is ហើយឈ្មោះយើងតែម្ដងHow did you find out about this job? តើអ្នកស្គាល់ការងារនេះតាមរបៀបណាដែរឬតើអ្នកបានស្គាល់ការងារនេះតាមរយៈណាដែរអញ្ចឹងណា I saw an ad on your website ខ្ញុំបានឃើញការផ្សព្វផ្សាយតាមគេហទំព័ររបស់អ្នក Where are you currently working? តើអ្នកកំពុងតែធ្វើការនៅឯណាដែរឥឡូវហ្នឹងថ្មីហ្នឹង I'm not working anywhere right now ខ្ញុំមិនទាន់ធ្វើការនៅណានៅឡើយទេ Why do you want this job? Why do you want this job? អញ្ចឹងពេលដែលទៅសម្ភាសន៍ការងារគេអាចនឹងសួរយើងថាហេតុអីបានជាអ្នកចង់បានការងារនេះអញ្ចឹងណាអញ្ចឹងឆ្លើយថា I want this job because I like your company and I think I can do well here និយាយថាខ្ញុំចង់បានការងារនេះព្រោះតែខ្ញុំចូលចិត្តក្រុមហ៊ុនរបស់អ្នកហើយខ្ញុំគិតថាខ្ញុំអាចធ្វើការងារនឹងបានយ៉ាងល្អប្រសើរផងដែរអញ្ចឹងណា What are your strengths អញ្ចឹងគេសួរទៅលើថាតើអ្វីជាភាពខ្លាំងចាអញ្ចឹងកន្លែងនេះខ្ញុំទៅសេខុសដែរសូមអធិស្ឋានផងណាWhat are your strengths strength ហ្នឹងគឺសំដៅទៅលើតើអ្វីជាភាពខ្លាំងរបស់អ្នកនិយាយថាភាពខ្លាំងនៅក្នុងខ្លួនយើងជាអីចឹងក៏ឆ្លើយតបវិញថា I am good at organizing and working with others យើងតបវិញថាខ្ញុំពូកែខាងរៀបចំនិងធ្វើការងារជាមួយនឹងអ្នកដទៃ What is your biggest weakness អូខេអញ្ចឹងគេនឹងសួរទៀតថាតើអ្វីដែលជាចំណុចខ្សោយខ្លាំងបំផុតរបស់អ្នក My weakness is that I sometimes take too long to finish tasks but I am working on it ចឹងក៏តបវិញថាចំណុចខ្សោយរបស់ខ្ញុំគឺថានៅពេលដែលខ្ញុំគឺនៅពេលខ្លះគឺខ្ញុំចំណាយពេលយូរក្នុងការបញ្ចប់ការងារអ្វីមួយប៉ុន្តែគឺថាខ្ញុំអាចធ្វើវាទាន់ពេលគ្រាន់តែពេលខ្លះយើងត្រូវការចំណាយពេលច្រើនក្នុងការបញ្ចប់អីមួយប៉ុន្តែយើងនៅតែអាចគ្រប់គ្រងវាបានអញ្ចឹងណាកន្លែងហ្នឹង How do you handle stress How do you handle stress handle មានន័យថាដោះស្រាយណាតើអ្នកដោះស្រាយបញ្ហាដោយរបៀបណាដែរអញ្ចឹងកន្លែងការងារនីមួយៗគេចង់ដឹងពីអត្តចរិតយើងថានៅពេលដែលយើងជួបបញ្ហាយើងដោះស្រាយបញ្ហានឹងយ៉ាងម៉េចខ្លះI handle stress by staying calm and making a plan to solve problems បានតបវិញថាខ្ញុំដោះស្រាយ stress ឬក៏បញ្ហាហ្នឹងតាមរយៈភាពស្ងប់ស្ងាត់និងស្វែងរកដំណោះស្រាយបញ្ហាហ្នឹងមួយអញ្ចឹងណាដោយភាពស្ងប់ស្ងាត់មិនឆេវឆាវមិនអីទាំងអស់ Can you give an example of a challenge you faced តើអ្នកអាចឲ្យឧទាហរណ៍នៃបញ្ហាដែលអ្នកបានជួបធ្លាប់បានជួបដែរទេមានន័យថាគេឲ្យយើងលើកឧទាហរណ៍ពីបញ្ហាណាមួយដែលយើងធ្លាប់បានឆ្លងកាត់រួចហើយ I had a tight deadline on a project so I made a schedule and completed it on time ចឹងក៏គាត់បានប្រាប់ថាខ្ញុំធ្លាប់មានគម្រោងបន្ទាន់មែនតែនទៅលើគម្រោងហ្នឹងខ្ញុំក៏បានបង្កើតកាលវិភាគមួយហើយក៏បានបញ្ចប់វាទាន់ពេលផងដែរ Why did you leave your last job ហេតុអីបានជាអ្នកឈប់ពីការងារចុងក្រោយរបស់អ្នក
I left to find new opportunities for growth ខ្ញុំឈប់ពីការងារចាស់ហ្នឹងគឺដើម្បីស្វែងរកឱកាសថ្មីៗក្នុងការអភិវឌ្ឍខ្លួន Where do you see yourself in 5 years ចឹងគេសួរថាតើអ្នកចង់ឃើញខ្លួនឯង5ឆ្នាំទៀតហ្នឹងយ៉ាងម៉េចដែរនៅក្នុងស្ថានភាពយ៉ាងម៉េចដែរចឹងយើងអាចឆ្លើយថា In 5 years I see myself in a higher position contributing more to the company យើងក៏តបវិញថានៅ5ឆ្នាំខាងមុខទៀតខ្ញុំចង់ឃើញខ្លួនឯងនៅក្នុងតួនាទីដែលខ្ពស់ជាងនឹងហើយខ្ញុំអាចចូលរួមជួយក្រុមហ៊ុនបានច្រើនជាងនឹងផងដែរ How do you work with others តើអ្នកធ្វើការជាមួយអ្នកដទៃដោយរបៀបណាដែរ I listen, share ideas and work together to achieve our goals មានថាខ្ញុំស្ដាប់ហើយខ្ញុំផ្ដល់គំនិតយោបល់ផ្ដល់មតិយោបល់ចែករំលែកគំនិតនិងធ្វើការជាមួយគ្នាដើម្បីសម្រេចគោលដៅមួយរួមគ្នា Can you work under pressure Can you work under pressure តើអ្នកអាចធ្វើការនៅក្រោមសម្ពាធបានអត់មានថាក្រោមសម្ពាធការងារច្រើនអីចឹងណា Yes I can stay focused and work well under pressure ចឹងក៏ឆ្លើយវិញថាចាឬក៏បាទណា yes ហ្នឹងខ្ញុំអាចផ្ដោតការងារនិងធ្វើការបានយ៉ាងល្អនៅក្រោមសម្ពាធ What motivates you តើអ្វីជាកត្តាជំរុញទឹកចិត្តរបស់អ្នកចឹងណាតើអ្វីជាកត្តាជំរុញទឹកចិត្តអ្នក I am motivated by achieving goals and learning new things ចឹងក៏តបវិញថាខ្ញុំត្រូវបានលើកទឹកចិត្តដោយការសម្រេចបាននៅគោលដៅនិងរៀនពីអ្វីថ្មីមួយគឺរៀនពីអ្វីថ្មីគឺជាការជំរុញទឹកចិត្តឲ្យខិតខំប្រឹងប្រែងបន្ថែមចឹង How do you prioritize your work តើអ្នកផ្ដល់អាទិភាពការងាររបស់អ្នកយ៉ាងដូចម្តេចខ្លះ I make a list of tasks and start with the most important ones ខ្ញុំធ្វើបញ្ជីការងារនិងចាប់ផ្ដើមធ្វើការងារណាដែលសំខាន់ជាងគេមុន Do you have experience in this field តើអ្នកមានបទពិសោធន៍ការងារជាមួយនឹងផ្នែកនេះដែរទេ Yes I have worked in this field for 2 years ចាឬក៏បាទខ្ញុំបានធ្វើការក្នុងផ្នែកនេះអស់រយៈពេល2ឆ្នាំហើយ How do you handle feedback តើអ្នកដោះស្រាយមតិប្រតិកម្មដោយរបៀបណាដែរ I listen to feedback and use it to improve my work ខ្ញុំស្ដាប់នៅមតិប្រតិកម្មឬក៏មតិស្ថាបនាហើយប្រើវាដើម្បីបង្កើនឬក៏អភិវឌ្ឍការងាររបស់ខ្ញុំ Can you solve problems តើអ្នកអាចដោះស្រាយបញ្ហាបានទេ Yes I think of solutions and try different ways to fix issues បាទឬក៏ចាណាខ្ញុំគិតរកដំណោះស្រាយនិងព្យាយាមដោះស្រាយបញ្ហានៅក្នុងវិធីសាស្ត្រផ្សេងៗគ្នាបាន What do you know about our company តើអ្នកបានដឹងអ្វីខ្លះអំពីក្រុមហ៊ុនរបស់យើង I know your company is known for great products and services ចឹងក៏យើងតបថាខ្ញុំដឹងថាក្រុមហ៊ុនរបស់អ្នកគឺល្បីអំពីផលិតផលល្អនិងសេវាកម្មល្អ Why should we hire you តើហេតុអ្វីដែលពួកយើងគួរតែជ្រើសរើសអ្នកហេតុអីតែយើងមានអីដើម្បីឲ្យគេជ្រើសរើសយើងធ្វើការអញ្ចឹងណាចឹងយើងប្រាប់មកវិញថា You should hire me because I am hardworking and eager to learn ចឹងយើងតបទៅថាអ្នកគួរតែជ្រើសរើសខ្ញុំពីព្រោះតែខ្ញុំជាមនុស្សដែលប្រឹងប្រែងធ្វើការងារនិងជាមនុស្សដែលចង់ចេះចង់ដឹងឆាប់ចាប់បានលឿនចឹងទៅ What are your career goals តើអ្វីជាគោលដៅការងាររបស់អ្នក My goal is to grow in my career and take on more responsibilities
Chân có dân này vậy thá. Cô đào được bọc chấm cứ đầm bậy rít chầm rào nó không ca nghe nó mình tụm nụ khó trâu canh tại khăn bằng thay tiết nó không ca nghe nè. What is your ideal work environment? Ta para bát ca nghe bát ná đài thật nó không cùng nịch để trong bàn. I like a work environment. I like a work environment where people support each other and work well together. ខ្ញុំចូលចិត្តកន្លែងការងារដែលចេះគ្រប់គ្រងគ្នាលើកទឹកចិត្តគ្នានិងអាចធ្វើការជាមួយគ្នាជាក្រុមបានយ៉ាងល្អ What do you like to do in free time? តើអ្នកចូលចិត្តធ្វើអ្វីនៅពេលទំនេរ I enjoy reading and going for walks. ខ្ញុំចូលចិត្តអានសៀវភៅនិងដើរលេង Can you work with different teams? តើអ្នកអាចធ្វើការជាមួយនឹងក្រុមការងារផ្សេងៗបានដែរទេ Yes, I am comfortable working with different teams. បាទឬក៏ចាខ្ញុំរីករាយធ្វើការងារជាមួយនឹងក្រុមផ្សេងៗ I think you are a right person for this job. ខ្ញុំគិតថាអ្នកគឺស័ក្តិសមនឹងការងារនេះណាស់ I will never disappoint you. ខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តទេអញ្ចឹងបងប្អូននៅពេលដែលគេនិយាយថា I think you are a right person for this job នេះគិតថាយើងអាចនឹងជាប់ហ្នឹងណាយើងអាចនឹងជាប់ហ្នឹងគិតថាគេគិតថាយើងនឹងស័ក្តិសមជាមួយនឹងការងារនេះណាបន្ទាប់ពីសម្ភាសន៍អីហើយអញ្ចឹងណាអញ្ចឹងយើងក៏អាចនឹងតបគេវិញថា I will never disappoint you ខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តនោះទេ Okay, thank you everybody អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដាននៃការសន្ទនាភាសាអង់គ្លេសនេះកុំភ្លេចជួយ follow ក៏ដូចជា subscribe ហើយនឹង like comment បើសិនជាមានកំហុសឆ្គងឬក៏មានកន្លែងណាដែលឆ្គងសូមមេត្តាអធិស្ឋានផងដែរចា៎ Goodbye everybody ចា៎ជម្រាបលាបងប្អូនទាំងអស់គ្នា